បើសិនជាយើងជាអ្នកធ្វើការឬក៏យើងជាអ្នក OC តើយើងអាចឆ្លៀតពេលទៅអង្គុយ thread បានអត់ចឹងនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំនឹងធ្វើវីដេអូមួយដែលពាក់ព័ន្ធជាមួយនឹងការ thread របស់ខ្ញុំចឹងអ្នកនរនេះចង់ដឹងអត់ថាតើនៅក្នុងរយៈពេលមួយថ្ងៃខ្ញុំចំណាយពេលវិភាគប្រហែលម៉ោងតម្រាំតបានចូលសារប្រហែលម៉ោងតម្រាំតបានទទួលបានផលចំណេញនឹងប្រហែលម៉ោងចឹងអ្នកនរគ្នាមើលវីដេអូរបស់គ្នាហើយខ្ញុំនឹងប្រាប់អ្នកនរគ្នាថាតើការដំណើរការនៅក្នុងការវិភាគរបស់ខ្ញុំនិងការរងចាំការអង្គុយមើលចាំមើលថាបានផលឬក៏អត់ខ្ញុំត្រូវចំណាយពេលប៉ុន្មានម៉ោងហើយថាតើពេលវេលាណាខ្លះដែលខ្ញុំធ្វើការ trade ខ្ញុំចង់ប្រាប់អ្នកនរគ្នាថាឥឡូវនេះគឺខ្ញុំធ្វើការ trade ពេលព្រឹកតែពីមុនខ្ញុំធ្វើការ trade ពេលថ្ងៃបើយើងនិយាយពី session វិញគឺខ្ញុំ trade London ហើយនិង Aussie ក៏ប៉ុន្តែយើងមើលតាមជាក់ស្ដែងបើសិនជា Aussie session វាមានអី trade ខ្ញុំនឹង trade ម៉ោង Aussie session បើសិនជា Aussie session អត់មាន trade ទេខ្ញុំនឹងធ្វើការ trade នៅម៉ោង London អញ្ចឹងណាអូខេនឹងហើយសួស្តីដល់អ្នកនាងអញ្ចឹងអានេះគឺជាប្រតិបត្តិការដែលខ្ញុំមុននឹងធ្វើការ sell ដែលខ្ញុំបានធ្វើការ record ទុកអញ្ចឹងនៅក្នុងការ sell ហ្នឹងគឺខ្ញុំអត់ទាន់បានបង្ហាញនិងប្រាប់ហេតុផលអ្នកទាំងអស់គ្នាថាតើមូលហេតុអីគេដែលខ្ញុំធ្វើការ sell ខ្ញុំនឹងប្រាប់ហេតុផលអ្នកទាំងអស់គ្នានៅចុងក្រោយវីដេអូថាតើមូលហេតុអីនិងកត្តាអីគេខ្លះដែលធ្វើខ្ញុំមើលឃើញថាមាសខ្ញុំចូល sell មិនមែនថាខ្ញុំអត់ចង់ប្រាប់ពីដំបូងដែលខ្ញុំចូល sell ទេដោយសារតែជួនកាលអ្នកទាំងអស់គ្នាត្រូវដឹងថាយើងមិនដឹងថាពេលវេលាណាដែលផ្សារមានឱកាសចូលទេអញ្ចឹងបើសិនតែខ្ញុំនៅអាឡៃបកស្រាយនៅអាឡៃអីហ្នឹងខ្ញុំប្រហែលជាអត់បាន record ហើយប្រហែលជាអត់បានចូលផ្សារទៀតអញ្ចឹងពេលហ្នឹងគឺខ្ញុំទៅមួយសារសិនហើយចាំមើលវាមិនចាំចុងក្រោយខ្ញុំនឹងបញ្យល់ហេតុផលតើមូលហេតុអីដែលខ្ញុំចូល sell នឹងអញ្ចឹងណាអញ្ចឹងតោះទៅមើលទាំងអស់គ្នាថាតើតម្រាំតើបាន take profit ហ្នឹងយើងចំណាយពេលប្រហែលម៉ោង yesអូខេនៅថ្ងៃនេះអញ្ចឹងឥឡូវខ្ញុំធ្វើការមួយនិយាយពាក់ព័ន្ធជាមួយនឹង trade នេះដែលខ្ញុំបានធ្វើការ trade នៅក្នុងម៉ោង session នេះថាតើខ្ញុំ trade ពឹងផ្អែកទៅលើកត្តាគេខ្លះអញ្ចឹងទីនេះខ្ញុំគឺអត់ស្មុគស្មាញច្រើនហើយក៏អត់ញញ៉ៃច្រើនដែរអញ្ចឹងជាទូទៅនៅក្នុងការចូលវិភាគទីផ្សាររបស់ខ្ញុំគឺខ្ញុំមើលពីម៉ោង 6 ព្រឹកឡើងទៅអញ្ចឹងខ្ញុំបាននិយាយពីផ្នែកខាងក្រោយទេខ្ញុំនិយាយតែក្នុងថ្ងៃហ្នឹងទេអញ្ចឹងខ្ញុំមើលពីម៉ោង 6 ព្រឹកឡើងទៅអញ្ចឹងអ្នកនរគ្នាមើលឃើញតាផ្សារគឺបានចុះមកបណ្ដាច់ zone មួយនេះការពីព្រឹកណាឬយើងហៅថា support ដែរតែ support មិនមែន support ធំទេ key support ទូចមួយទេដែលជា confirm ទីផ្សារប្រចាំម៉ោងស៊ីអញ្ចឹងណាហើយយើងឃើញផ្សារគឺបានបុកធ្លាក់ចុះមកនៅក្នុងឡុងពេលម៉ោង 7 ហើយបានទៅ retest ទៅវិញនៅ support zone បន្ទាប់មកផ្សារគឺចាប់ផ្ដើមទៅផ្ដាច់ key support មួយទៀតធំដែរនៅផ្នែកខាងក្រោមចុះមកផ្ដាច់ដំបូងវាមកតាក់សិនណានេះដំបូងវាមកតាក់ឡើងនឹងសិនវាអត់ទៅទេហើយបន្ទាប់មកវាហុញទៅផ្សារទៀតយើងឃើញដាច់បន្ទាប់មកផ្សារគឺបានទៅ retest ទៅ support ហើយវាបានទៅ retest ទៅ support ហើយណា support zone នឹងហើយបន្ទាប់មកផ្សារឡើងទៅផ្សារទៀតដើម្បីទៅផ្សារមើលផ្សារនេះថាអាចដាច់អត់ពេលហ្នឹងបើសិនជាផ្សារឡើងខ្ញុំគិតថាវាអាចឡើងពីចំណុចហ្នឹងទៅវាអាចនឹង candle បើកនៅខាងលើអញ្ចឹងវាអាចឡើងទៅតែដោយសារ candle បើកអត់នៅលើ candle វាគ្រាន់តែប៉ះម្ដុំហ្នឹងហើយវាមានអារម្មណ៍ថាវា react បើសិនយើងមើល time frame ផ្សេងផ្សារហ្នឹងវានៅក្រោមសម្ពាធ
បើសិនជាគ្នាយើងអ្នកដែលគាត់ trade OB អីគាត់អាចឃើញ order block ហើយគាត់ឃើញ order block នៅម្ដុំហ្នឹងអញ្ចឹងណាសុំទោះខ្ញុំដូរនេះសិនអញ្ចឹងអ្នកដែលគាត់ trade smart money concept អីហ្នឹងគាត់ឃើញ order block នៅហ្នឹងហើយបន្ទាប់មកខ្ញុំឃើញ key support វាប៉ះហើយប៉ះដូចជា2ដងហើយអានេះ retracement fear ដូចយើងទៅ fear gap វាអីចឹងណាលើកទី2ទៅ retest កន្លែង support នឹងផ្សេងទៀតហើយមួយផ្សេងទៀតនេះខ្ញុំមើលដែរថាតើវាដាច់អត់បើសិនជាដាច់ខ្ញុំរកឡើងទិញអញ្ចឹងណាតែសារវាអត់ដាច់ខ្ញុំឃើញ1 2មករៀងមកដល់ zone នេះវិញក៏ខ្ញុំចាប់ផ្ដើមសេរីស្រង់រកកន្លែងលក់ដំងទៅតែមុនពេលវាលក់ហ្នឹងក៏វាមក retest នៅត្រង់zone នេះដូចមកប៉ះ OB ដែរតាមខ្ញុំមើលមិនមែនថាមកអត់ទេនេះមកទៅ retest OB ដែរអញ្ចឹងក៏ខ្ញុំហៅតែបើនិយាយទៅតាំងពីព្រឹកមកម៉ោង6តម្រាំតែបានចូលផ្សារតម្រាំតែវាចេញរូបរាងវាចូលមក8ជាងបាត់ហើយមកចេញរូបរាងឲ្យ trade អញ្ចឹងគឺយើងចាយពេលក្នុងការវិភាគរងចាំតាំងពីម៉ោង6ឬក៏ម៉ោងឥឡូវយើងបាច់ថាម៉ោង6ហើយខ្ញុំមើលផ្សារម៉ោងប្រហែលជា6កន្លះអញ្ចឹងយើងចាយពេលតាំងពីម៉ោង6កន្លះរហូតមកដល់ម៉ោង8កន្លះហើយតម្រាំតែយើងបានចូលផ្សារយើងចូលនៅម្ដុំនេះចូលម៉ោង7:08 7:09ហើយរហូតមកដល់ម៉ោង9:40 39កន្លះហើយបានវាទៅតែ hit TP ខ្ញុំអញ្ចឹងមានន័យថាមួយព្រឹកហ្នឹងគឺចាយពេលអស់គូសំដែរវាចង់ដាច់មួយព្រឹកហើយអញ្ចឹងបើសិនជាអ្នកនរគ្នាឆ្ងល់ដែរបងខ្ញុំអត់សូវមានពេលខ្ញុំ trade បានអត់អ្នកនរគ្នាមើលវីដេអូនេះសិនទៅតម្រាំខ្ញុំចូលបានមួយ trade អញ្ចឹងវារៀងចាយពេលគូសំចុះតម្រាំអ្នកនរគ្នាអត់សូវមានពេលទៀតហើយមក trade យើងមានពេលណាទៅអង្គុយមើលផ្សារយើងមានពេលណាទៅអង្គុយ confirm បើសិនជាអត់ពេលទេខ្ញុំគិតថាធ្វើទៅក៏វាអត់ល្អដែរវាអត់បានផលសុខចិត្តថាមិនបាច់ធ្វើហ្មងទៅចាំមានពេលចាំធ្វើព្រោះវាមិនមែនជា game ដែលយើងសុកយើងចង់លេងយើងបើកលេងយើងលេងចប់យើងជប់លេងបើ game យើងចង់លេងពេលណាក៏បានដែរអាស្រ័យលើការលេងរបស់យើងយើងខ្លាំងយើងលេងនៅឈ្នះអញ្ចឹងបើយើងអត់យើងលេងនៅចាញ់អញ្ចឹងតែអានេះយើងត្រូវការពេលវេលានៅក្នុងការមើលវាដែរអញ្ចឹងតែហួសពេលរបស់វាយើងលេងមាន interest ហើយឥឡូវខ្ញុំឧទាហរណ៍ថាគ្នាយើងចង់លក់នៅលើនេះឬក៏នៅកន្លែងនេះលក់នៅ current price នេះចង់ sell នៅកន្លែងហ្នឹងឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាអត់បានអង្គុយមើលផ្សារក្នុងឡងពីម៉ោង 8:45 នឹងអីដូចខ្ញុំទេអ្នកនរគ្នាមកមើលផ្សារដល់ម៉ោង 9:50 ឬក៏ម៉ោង 10 អីហើយអញ្ចឹងសួរថាយើងចូលតអត់ចូលអត់ទេតែបើសិនយើងទៅ sell ហ្នឹង sell ជួនកាល sell វាឡើងទៅលើបាត់ក៏មានដែរបើសិនជាយើងអត់ពេលសូម្បីខ្ញុំអ្នក trade ខ្លួនឯងពេលខ្លះពេលវេលាអត់រៀបស្រួលបួក៏ trade អត់កើតដូចគ្នាអូខេអញ្ចឹងដូចខ្ញុំអត់មាន trade ទេវាមានតែប៉ុណ្្នឹងឯងអាហ្នឹងជាអ្វីដែលខ្ញុំនិយាយមិញហ្នឹងគឺពេលវេលាប៉ុណ្ណឹងខ្ញុំគិតថាវារៀងលឿនជាងរាល់ដងហើយថ្ងៃខ្លះវាយូរជាងនឹងទៀតហើយបើសិនថាថ្ងៃខ្លះវិញតាំងព្រឹករហូតដល់ថ្ងៃអត់មានអី trade យកហ្មងតដល់យប់និយាយទៅវាតាមពេលវេលាដែរទេអញ្ចឹងអ្នកនរគ្នាគិតឡើងវិញខ្ញុំប្រហែលអញ្ចឹងខ្ញុំចាត់ទុកថាអូប៉ុណ្ណឹងវាលឿនគ្រាន់បើជាងមុនហើយរាល់ដងយូរជាងនឹងទៀត